បន្ទាន់រដ្ឋបាលរាជធានីភ្នំពេញនឹងមិនអនុញ្ញាតឲ្យប្រជាពលរដ្ឋអុជកាំជ្រួតគ្រប់ប្រភេទក្នុងភូមិសាស្ត្ររាជធានីភ្នំពេញនាឱកាសពិធីបុណ្យឆ្លងឆ្នាំសកលឆ្នាំ2025ឈានចូលឆ្នាំ2026ដែលនឹងប្រព្រឹត្តទៅនៅយប់ថ្ងៃទី31ខែធ្នូឆ្នាំ2025នោះឡើយរដ្ឋបាលរាជធានីភ្នំពេញបានបញ្ជាក់ថាបម្រាប់នេះគឺដើម្បីចូលរួមរក្សាបាននូវសន្តិសុខសុវត្ថិភាពសណ្ដាប់ធ្នាប់និងរបៀបរៀបរយសាធារណៈជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញព្រមទាំងជៀសវាងការបង្កឲ្យមានបញ្ហាជាយថាហេតុណាមួយរដ្ឋបាលរាជធានីភ្នំពេញសង្ឃឹមជឿជាក់ថាបងប្អូនប្រជាពលរដ្ឋក្រុមហ៊ុនស្ថាប័នឯកជនព្រមទាំងភ្ញៀវជាតិអន្តរជាតិទាំងអស់ចូលរួមអនុវត្តតាមទន្ទឹមគ្នានេះរដ្ឋបាលរាជធានីភ្នំពេញបានណែនាំដល់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញរដ្ឋបាលខណ្ឌទាំង14មន្ទីរជុំវិញរដ្ឋបាលរាជធានីភ្នំពេញនិងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ត្រូវធ្វើការផ្សព្វផ្សាយអីវ៉ាន់ទូលំទូលាយនិងចាត់តាំងអនុវត្តឲ្យមានប្រសិទ្ធភាពខ្ពស់ជា